នេះបងសកម្មភាពដើរជីកពោះជីកកែបតាមវាស្រែអញ្ចឹងណាថ្ងៃហ្នឹងហែងបងដើរផ្លែតជួបពោះដល់4បងប្អូន4មែនរយូបងប្អូន4វានៅក្នុងរូងមួយរូនអញ្ចឹងណាហើយនេះដើរនៅមុខបងប្អូនរូនមួយរូនគ្រប់មកហើយនៅណាខ្លះដែលធ្លាប់ដើររពោះដើររក្តាមខ្យងនៃខ្ញុំអញ្ចឹងណាជួយខមឲ្យម្នាក់មួយហើយបើសិនជាបងប្អូនចូលចិត្តវីដេអូហ្នឹងបងប្អូនជួយចុច Subscribe និងចុចខ្លាចម្នាក់មួយបងប្អូនដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូអញ្ចឹងដូចជាខ្ញុំបាននិយាយអញ្ចឹងបងប្អូននេះរូនពោះបងប្អូនមួយរូនលេងនៅ4ពោះបងប្អូនមកលេងសើចណាហើយខ្ញុំឲ្យបងប្អូនខ្ញុំលោកស្មានថាស្អីគេលោកអត់ចោះរើលោកទុនអញ្ចឹងខ្ញុំថាហេអត់កើតទេមិនបាច់លោកទេវ៉សត្វពោះសត្វអីអញ្ចឹងចឹកដៃអីចឹងមានបញ្ហាបដ ாய் ប៉ុន្តែពោះហ្នឹងអត់ចឹកទេបងប្អូនពោះ slot ពោះវាក្បាលទូចដែរអញ្ចឹងណាហើយនៅមរូន4គឺអែមខ្លាំងមែនតើហ្មងដូចតែខ្ញុំនិយាយខាងលើអញ្ចឹងបងប្អូនគឺពេលខ្លះយើងដើរហេងអញ្ចឹងណាតែមួយថ្ងៃខ្លះសោយដើរមួយថ្ងៃវងងាយតើបានពោះតើបានកែបមួយផងប៉ុន្តែថ្ងៃហ្នឹងវារឹងហេងដែរយកឆ្កែដើរតាមឆ្កែហាត់ក្លិនចេះហាត់ស្មើស្អីគេនៅនឹងអ្នកចាស់គាត់និយាយថាបើសិនជាឆ្កែហិតអញ្ចឹងណាវាមានសត្វពោះនៅក្នុងហ្នឹងអញ្ចឹងឬក៏សន្នកែបអីអញ្ចឹងណាវាធំឆ្អាប់អញ្ចឹងបើសិនជាហិតឲ្យវាកាយមានន័យថាដឹងវាកាយឲ្យវាហិតយូរវាកាយអញ្ចឹងដឹងតែមានសត្វនៅហ្នឹងឯងតែមិនដឹងថាសត្វពោះឬក៏កែបក៏ក្តាមទេតែដឹងតែមានសត្វចម្លែកនៅហ្នឹងអញ្ចឹងតែដល់ពេលដេញវាចាញ់មើលទៅឃើញអីខ្មៅក្នុងហ្នឹងអញ្ចឹងខ្ញុំក៏ដឹងថាពោះបាត់ហើយពេលនោះខ្ញុំឲ្យបងខ្ញុំលោកទៅមុនណាលោកទៅមែនទេខ្ញុំថាអេអត់កើតទេមានអាយកជាប់យកមកជីកអូខ្លាចពោះខ្លាចអីខាំដៃអញ្ចឹងនេះដូចខ្ញុំបាននិយាយអញ្ចឹងពេលដែលខ្ញុំកាប់ឲ្យខ្ញុំលោកបងប្អូនខ្ញុំអត់ខ្លាចទេដោយសារអីខ្ញុំដឹងថាពោះហ្នឹងវាអត់សូវកាចទេពោះក្បាលទូចទេអញ្ចឹងណាហើយពោះមិន1មិន2ពោះច្រើននៅហ្នឹងពោះ13 4ទៀតពោះវារីងទឹកទៅវាចូលនៅក្នុងហ្នឹងពួកពោះផលិតពោះអីចឹងពោះចាំល្មមពោះអីចឹងលើបន្ទាប់ពីយើងយកបានខ្លះហើយយើងចាប់ផ្ដើមលុកឡើងដល់យើងជីកបន្តទៀតចឹងហើយបងប្អូនណាខ្លះដែលចូលចិត្តវីដេអូបងប្អូនជួយចុច like និងជួយចុច Subscribe ម្នាក់មួយបងប្អូនខ្ញុំនឹងមានវីដេអូថ្មីប្លែកបងប្អូនមើលទីសកម្មភាពទេសភាពស្រុកស្រែរកក្តាមដាក់ម៉ងដាក់អីយកពោះអញ្ចឹងបងប្អូនបងប្អូនកុំភ្លេចជួយទ្រាំទ្របងប្អូនម្នាក់មួយផងដើម្បីជាការរាប់អាននិងការបដិកម្លាំងចិត្តអញ្ចឹងណាដល់បន្ទាប់មកយើងជីកវាទៅដល់គោលដៅដើម្បីយើងយកពោះទៅអស់អញ្ចឹងហើយខ្ញុំសូវចេះក្បោះក្បាយនិយាយដូចគេទេបងប្អូននិយាយខ្ញុំថតរៀលយកមកសូវចេះនិយាយហើយស្រះហ្នឹងពីមុនធ្លាប់មានពោះវែកក្បីបងប្អូនធ្លាប់វាយបានពោះវែកក្បីមួយអញ្ចឹងសិតតែព្រៃអញ្ចឹងវាមិនអត់ទេបងប្អូនតែគាត់ថាវាមិនដឹងថាដើរជប់ថ្ងៃណាអញ្ចឹងគង់អាប៉ះបំវែកក្បីសងសឿអញ្ចឹងវាមិនអត់ទេអញ្ចឹងក្នុងមួយឆ្នាំបំវាយបានមួយវាយបានពីរបងប្អូនក្នុងមួយរដូវពេលដែលដាក់ម៉ងពេលខ្លះជាប់ដែរបងជាប់ពោះសងសឿយកអីចឹងមិនដាក់ម៉ងទឹកណាដាក់ម៉ងរីតាមព្រៃរីខាងព្រៃបងណាខ្លះដែលធ្លាប់ដើរពោះចឹងដឹងតិចនិចទាំងការចាប់ពោះការដាក់ម៉ងអីចឹងហើយពោះនៅក្នុងរូងចាប់ពោះហើយវីដេអូនឹងដែរដៃកាមេរ៉ាមែនគឺថតច្បាស់ទៅបងប្អូនដោយសារខ្ញុំឲ្យបងអូនចឹងណាហើយបងអូននឹងទូចដែរកាន់អញ្ចឹងអត់ទៅចាប់ប្លង់បានច្បាស់ដូចយើងមនុស្សធំទេបងប្អូនអញ្ចឹងខុសត្រូវកុំសូវប្រកាន់បងប្អូននេះជាការធ្វើវីដេអូត្បូងបងប្អូនហើយកុំភ្លេចជួយទ្រាំទ្រនិងការផលិតវីដេអូរបស់បងប្អូនវាអត់សូវបានល្អប៉ុន្តែបងប្អូននឹងប្រឹងប្រែងខំឲ្យបងប្អូនថតឲ្យបានច្បាស់អញ្ចឹងណាដើម្បីចាប់ប្លង់ឲ្យបងប្អូនបានមើលស្ជាក់ភ្នែកនឹងឲ្យសង្ឃឹមថាជាស្រ័យឲ្យបងប្អូនទៅវិញទៅមកអញ្ចឹងសង្ឃឹមថាជួយទ្រាំទ្រវីដេអូបងប្អូនរហូតអញ្ចឹងណាហើយនេះសកម្មភាពដែលខ្ញុំលូកយកពោះបងប្អូនអត់សូវខ្លាចទេ
ចង់និយាយថាទោះបីជាបងប្អូននៅសូវទ្រាំទ្រវីដេអូបងប្អូនក៏បងប្អូននៅតែរកពោះធម្មតាដែរបងប្អូនថាមកជាភាពចង់និយាយចឹងតែគាត់ថាបើសិនជាបានបងប្អូនជួយទ្រាំទ្រអានឹងកាន់តែល្អទៀតចឹងណានិយាយទៅអ្នកស្រែបងប្អូនណាសូវមានលុយមានកាក់ទេបើសិនយើងមិនត្រូវមកហូបប្រអីចាំមកទិញគេមានលុយណាបងប្អូនបើយើងនៅផ្ទះចឹងយើងអត់មានការងារធ្វើអញ្ចឹងវាត្រក្តាមខ្យងខែវស្សាទៅដាក់ផ្កាយដាក់សន្ទូចអញ្ចឹងដល់ដាក់ផ្កាយយកត្រីយកនេះអញ្ចឹងណាហើយខ្ញុំថតវីដេអូបងប្អូនមើលរហូតបើសិនជាការទ្រាំទ្រមានអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងថាបើសិនជាអត់មានអ្នកទ្រាំទ្រក៏បងប្អូនធ្វើវីដេអូក៏នៅតែរកក្តាមខ្យងអញ្ចឹងរហូតអញ្ចឹងមួយជីវិតព្រោះយើងអត់មានការងារធ្វើបងប្អូនអញ្ចឹងមានណាថតទេសភាពស្រុកស្រែបងប្អូនបានមើលខ្លះអ្នកដែលនៅស្រុកពេញឬក៏ស្រុកផ្សេងដែលឆ្ងាយពីផ្ទះអញ្ចឹងណាថតវីដេអូហ្នឹងក៏រំលឹករឿងអតីតកាលដែរបងប្អូនរឿងអតីតកាលអញ្ចឹងណាពេលដែលមើលវីដេអូហ្នឹងហើយនឹកស្រុកនឹកស្រែនឹកម៉ែនឹកផ្ទះនឹកអាឡ័យតានិយាយក្បោះក្បាយបងប្អូនជីកដល់ពោះបងប្អូនតាមដានទាំងអស់គ្នាបងប្អូនមករួននឹងពោះដល់4វានៅផ្គុំគ្នាអញ្ចឹងហើយអ្នកចាប់កាមេរ៉ាមែនខ្លាចបងថាបងអត់ចង់ថតទេខ្ញុំថាថតតែបានបងប្អូនមើលអញ្ចឹងដោយសារពួកគាត់អត់ទៅបានមើលរឿងសកម្មភាពពោះនៅក្នុងរោងពោះមិនអញ្ចឹងណាពោះកាច់ស្បុកអញ្ចឹងថតពួកគាត់បានមើលទេរំលឹកពីគាត់កាលនៅក្មេងៗវ័យកុមារដូចពួកយើងអញ្ចឹងណាតែខ្ញុំមិនមែនវ័យកុមារទេវ័យរៀងជ្រេដែរហើយបងអូនអ្នកកាន់កាមេរ៉ាវ័យកុមារអញ្ចឹងហ្នឹងវីដេអូនឹងរៀងខ្លីទេបងប្អូនអញ្ចឹងបងប្អូនភ្លេចជួយទ្រាំទ្រផងបងប្អូននៅមានវីដេអូក្រោយបន្តទៀត